សម្រាប់បងដែលប្រើម៉ូទ័រស្វាន Makita ដែលមានលេខកូដ HP ឬក៏ DHP នេះ DHP 485ឬក៏ HP បាទគឺមានន័យថាម៉ូទ័រស្វានមួយនោះមានមុខងារស្វានជញ្ជាំងឥដ្ឋអញ្ចឹងក្រៅពីមុខងារបាញ់វិសមុខងារស្វានដែកមុខងារស្វានឈើក៏អាចប្រើជាមុខងារស្វានជញ្ជាំងឥដ្ឋផងដែរហើយមុខងារស្វានជញ្ជាំងឥដ្ឋនេះគឺយើងប្រើផ្លែបែបនេះបាទដែលមានគូតមូលហើយយើងមូលចាប់ជាមួយនឹងក្បាលរបស់ម៉ូទ័របាទធ្វើការស្វានជញ្ជាំងឥដ្ឋហើយសមត្ថភាពទៅតាមម៉ូទ័រនីមួយៗជាក់ស្ដែងម៉ូទ័រនេះផងដែរគឺស្វានជញ្ជាំងឥដ្ឋផ្លែធំបំផុតគឺរហូតដល់13លីអញ្ចឹងបងប្អូនអ្នកគ្នាអាចប្រើប្រាស់វឹកវើចន្លោះពី10លីបាទ11លី12លីបានណាហើយតកតងជាមួយនឹងលេខកូដផ្លែនេះដែរគឺ D ដក72877បាទផ្លែមួយឈុតនេះគឺអាចប្រើប្រាស់បានការងារទូទៅតែម្ដងមាន4លី5លី6លី8លី10លីអញ្ចឹងបងប្អូនអ្នកគ្នាចង់ស្វានប្រើប្រាស់នៅផ្ទះបាទចាប់តកេបាទខ្សែភ្លើងចាប់ធ្នើចាប់អីផ្សេងៗគឺអាចប្រើប្រាស់បានដូចគ្នាអញ្ចឹងក្រៅពីការងារស្វានដែកស្វានឈើមូលវិសគឺយើងអាចប្រើបាទការងារទាំងអស់នេះបានហើយថែមពីលើនេះគឺយើងបងប្អូនអ្នកគ្នាត្រូវដឹងថាបាទការដែលយើងប្រើប្រាស់មុខងារនៅលើតួម៉ូទ័រណាគឺត្រូវតែកាច់មកកលឹះនេះបាទកាច់មកកលឹះហុកញញួរហ្នឹងណាដើម្បីធ្វើការស្វានជញ្ជាំងឥដ្ឋតែម្ដងហើយអ្វីដែលសំខាន់ម៉ូទ័រ Makita មានចំណាត់ថ្នាក់នៃកម្លាំងនីមួយៗអញ្ចឹងបងប្អូនអ្នកគ្នាត្រូវដឹងពីចំណុចទាំងអស់ហ្នឹងឬក៏បងប្អូនអ្នកគ្នាតាក់ទងមកសួរក្រុមបច្ចេកទេសផ្ទាល់ក៏បានដែរណាបាទអញ្ចឹងខ្ញុំមានប៉ុណ្ណឹងបាទសូមអរគុណ